បាទជំរាបសួរបាទជំរាបសួរបាទខ្ញុំបាទឈ្មោះជាពិសិដ្ឋជានាយករងទូកម្មវិធីជាតិមកពីសាលាអន្តរជាតិ AIA សាខាទី5នៅក្នុងទឹកដីប៉ោយប៉ែតយើងនេះ My name is teacher Matt. I'm from London in England, and now I'm here in Poi Phet working with the AI Academy. បាទជំរាបសួរខ្ញុំបានសុកហេងជាអាណាព្យាបាលរបស់សិស្សដែលនៅសាលា AIA ជាប្រជាជននៅក្នុងក្រុងប៉ោយប៉ែតហើយក៏ជាអាជីវករលក់ដូរនៅក្នុងផ្សារលំគ្រឿព្រំដែនកម្ពុជាថៃបាទ តើបងយល់យ៉ាងណាដែរចំពោះសាលាអន្តរជាតិ AIA ដែលមានវត្តមាននៅក្នុងតំបន់ប៉ោយប៉ែតយើងនេះសម្រាប់ខ្ញុំវត្តមានរបស់សាលា AIA ក្នុងទឹកដីប៉ោយប៉ែតនេះគឺបានផ្ដល់ឱកាសដល់សិស្សានុសិស្សដូចជាកូនរបស់ខ្ញុំផ្ទាល់បានចូលសិក្សានៅសាលាមួយដែលមានស្តង់ដារអន្តរជាតិមានទស្សនវិស័យអាចដើរទាន់ប្រទេសជឿនលឿនក្នុងបណ្ដាប្រទេសផ្សេងបានបាទបច្ចុប្បន្ននេះបងមានកូនប្រមាណអ្នកដែរដែលកំពុងតែសិក្សានៅសាលាអន្តរជាតិ AIA យើងបច្ចុប្បន្ននេះកូនខ្ញុំមាន3នាក់ដែលពួកគាត់កំពុងតែសិក្សានៅសាលា AIA ទាំង3ទាំងភាសាខ្មែរនិងភាសាអង់គ្លេសបាទតើបងសង្កល់ឃើញថាមានការផ្លាស់ប្ដូរជាវិជ្ជមានយ៉ាងណាខ្លះចំពោះកូនដែលគាត់កំពុងតែសិក្សានៅសាលាអន្តរជាតិ AIA ដូចជាទាក់ទងនឹងការសិក្សាទាក់ទងទៅនឹងសុខភាពទាក់ទងនឹងសុខជីវធម៌នៃការរស់នៅប្រចាំថ្ងៃរបស់កូនបាទបន្ទាប់ពីកូនរបស់ខ្ញុំចំណាយពេលក្នុងការសិក្សានៅក្នុងសាលា AIA មួយរយៈក្រោយមកគឺកំណត់ឃើញថាចំពោះការសិក្សាគឺគាត់អាចចេះមានទំនួលខុសត្រូវខ្លួនឯងចេះស្គាល់កាតព្វកិច្ចខ្លួនឯងអ្វីដែលគាត់ត្រូវបំពេញដូចជាកិច្ចការផ្ទះសាលាដាក់មកគឺគាត់អាចនឹងបំពេញដោយខ្លួនឯងយើងមិនចាំបាច់ទៅដាស់តឿនគាត់ឲ្យគាត់ធ្វើគឺគាត់ដឹងពេលវេលាក្នុងការគ្រប់គ្រងការធ្វើកិច្ចការបញ្ចប់រៀបចំមេរៀនសម្ភារបំពាក់អីទៅរៀនដោយខ្លួនឯងបានអរគុណច្រើនហើយចំពោះសុខភាពដោយសារតែសាលា AIA គាត់ជឿវិធីសាស្ត្រមួយដោយបំបត្តិការលក់ដូរនំចំណីនៅក្នុងសាលាធ្វើឲ្យពួកគាត់នឹងកាត់ផ្ដាច់ពីអាហារកំប៉ុងដែលប៉ះពាល់ដល់សុខភាពរបស់គាត់អាហារដែលជាតិផ្អែមធ្វើឲ្យសុខភាពរបស់ពួកគាត់មួយរយៈកន្លងមកនេះមានភាពប្រសើរដោយមិនសូវជាឈឺស្កាត់អីទាំងអស់ចំពោះអេយ៉ាបតគឺពួកគាត់ចេះដឹងច្រើនជាងមុនចេះរៀបចំចេះគ្រប់ចាស់ទុំមកដល់គាត់ចេះជំរាបសួរចេះប្រាប់ទាំងលោកប៉ាអ្នកម៉ាក់កូនមកពីសាលាវិញហើយថ្ងៃនេះគឺបានបង្រៀនអីដល់កូនខ្លះនិយាយជារួមគឺគាត់មានជីវធម៌យល់ដឹងច្រើនជាងមុនតើបងមានចក្ខុវិស័យយ៉ាងណាចំពោះការសិក្សារបស់កូនទៅថ្ងៃអនាគតឧទាហរណ៍ដូចជាចង់ឲ្យកូនទៅបន្តការសិក្សានៅក្រៅប្រទេសជាដើមចំពោះចក្ខុវិស័យរបស់ខ្ញុំគឺខ្ញុំចង់បញ្ជូនកូនរបស់ខ្ញុំទៅសិក្សានៅក្រៅប្រទេសដូច្នេះហើយបានខ្ញុំជ្រើសរើសយកសាលា AIA ដែលគាត់មានទស្សនវិស័យចក្ខុវិស័យមួយដែលថាគឺគាត់ទៅធ្វើយ៉ាងម៉េចឲ្យសិស្សានុសិស្សទាំងអស់ទទួលបានសមត្ថភាពពេញលេញបូករួមទាំងកំសើធម៌ចំណេះដឹងហើយក្លាយជាពលរដ្ឋសកលដែលមានន័យថាពួកគាត់អាចនឹងដើរតាមឬក៏សិក្សាបានស្មើភាពជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតក្នុងនាមបងជាអាជីវករនៅក្នុងទឹកដីថៃតើបងមានយោបល់យ៉ាងម៉េចដែរចំពោះអាណាព្យាបាលដែលកំពុងតែមានមុខរបរនៅដីថៃប៉ុន្តែកូនត្រូវឆ្លងមករៀននៅក្នុងទឹកដីខ្មែរយើងចំពោះអាជីវករបងប្អូនយើងដែលស្នាក់នៅក្នុងទឹកដីថៃតែមានបំណងចង់ឲ្យកូនសិក្សាមកនៅខាងសាលាខ្មែរបងប្អូនអាចជឿសាលា AIA បានព្រោះគាត់មានរថយន្តសាលាទៅទទួលកូនចៅរបស់បងប្អូននៅទៅដល់ច្រកទ្វារព្រំដែនតើបងនឹងណែនាំដល់មិត្តភ័ក្តិឬក៏ញាតិមិត្តដែលបានស្គាល់ដល់កូនរបស់ពួកគាត់ក្នុងការចូលរៀននៅសាលាអន្តរជាតិដែរឬទេបើសិនបើបងនឹងណែនាំបងអាចជាឲ្យយោបល់តែហេតុអីបានបងហ៊ានណែនាំកូនរបស់មិត្តភ័ក្តិហ្នឹងឲ្យចូលរៀននៅសាលាអន្តរជាតិ AIA តាមរយៈការសិក្សាមួយរយៈកន្លងមកនៃសាលា AIA ក្នុងក្រុងប៉ោយប៉ែតនេះខ្ញុំសូមណែនាំបងប្អូនដែលមានកូនចៅដែលចង់ឲ្យកូនចៅបានទាំងចំណេះដឹងបានទាំងសុជីវធម៌បានទាំងសុខភាពសូមជឿយកសាលា AIA ជាបទពិសោធន៍ផ្ទាល់កូនរបស់ខ្ញុំទាំង3នាក់គឺបានផ្លាស់ប្ដូរច្រើនទទួលបាននៅចំណេះដឹងការអប់រំទាំងផ្នែកសីលធម៌ជាពិសេសគឺតាមសុខភាពរបស់គាត់ក៏បានប្រសើរជាងមុនទាំង3នាក់គឺធ្វើឲ្យគាត់ចេះស្រឡាញ់គ្នាឬរាយតៈចេះជួយមិត្តភ័ក្តិចេះប្រស័យតាក់ទងគ្នាចេះចែករំលែកហើយចំណេះវិជ្ជារបស់គាត់ក៏មានការកើនឡើងជាលំដាប់ជាពិសេសគឺផ្នែកភាសាអង់គ្លេសដែលភាសាអង់គ្លេសគឺពួកគាត់បាន
បញ្ចេញសូរសំឡេងមួយដែលល្អឥតខ្ចោះអាចប្រៀបធៀបជនជាតិដទៃបានបាទ Matthew, do you have any idea about the AIA in Poipet? I think it's a fantastic institution. It's a very new school, but it's beginning really to take shape. And there's some fantastic students, new and old, and there's some fantastic teachers, new and old. So, and the atmosphere is really good. Everybody's enjoying learning. The teachers are all willing to work together to help the students achieve their highest possible goals. And yeah, I feel that it's a really good place to be at the moment. Poipet maybe is a city that needed a school like this, and yeah, there's a really good feeling at the moment. The students are happy to be there. They're happy to come and learn. They're happy to open their minds to all the new teachings that are going on. You know, things like the sports day, the first sports day a couple of weeks ago. That was a real success, and everyone's excited for the next one. So yeah, it's a good feeling there. It's a good feeling. So it's a good place to be, and I feel that there's optimism. There's great optimism in the school, and yeah, everybody's happy to be there, happy to learn. បាទចុះអរគុណបងដែលបានចំណាយពេលវេលាដ៏មមាញឹកដល់ឱកាសឲ្យខាងសាលាអន្តរជាតិ AIA ហ្នឹងបានមកជួបសម្ភាសបងតាក់ទងនឹងការសិក្សាតាក់ទងនឹងកម្មវិធីផ្សេងៗរបស់សាលាអន្តរជាតិ AIA